សូមជូនរឿងកុមារចេះភាសាសត្វកាលពីព្រេងនាយមានកុមារម្នាក់ឈ្មោះខែមជាក្មេងកំព្រាម្ដាយរស់នៅជាមួយឪពុកដែលមានមុខរបរជាព្រានព្រៃប្រមាញ់នៅឯជាព្រៃជិតជើងភ្នំតាំងពីតូចមកកុមារខែមធ្លាប់តែស្ដាប់សំឡេងសត្វយំឆ្លងឆ្លើយនិងសំឡេងទឹកជ្រោះពីរោះរណ្ដំលាយឡំនឹងខ្យល់បក់ស្លឹកឈើក្នុងព្រៃធ្វើឲ្យខែមចេះសព្វភាសាសត្វទាំងអស់ឪពុកគេជាព្រានព្រៃមែនតែខែមចេះស្រឡាញ់ធម្មជាតិមានបក្សាបក្សីព្រៃភ្នំនិងទឹកជ្រោះណាស់ព្រោះតែខែមគិតថាអ្វីនៅលើផែនដីនេះជាបងប្អូនញាតិមិត្តនឹងរូបគេទាំងអស់រាល់ពេលដែលឪពុកលើកស្នាចេញទៅបរបាញ់សត្វព្រៃម្ដងខែមព្រួយភ័យណាស់ព្រោះគិតថាថ្ងៃនេះព្រួយរបស់ពុកមិនដឹងជាបាញ់ត្រូវចំសត្វតូចឬធំទេថ្ងៃមួយខែមកំពុងតែជិះតោងលេងក្រោមម្លប់ឈើមុខខ្ទមជាមួយនឹងកូនស្វាកូនខ្លាឃ្មុំនិងកូនទុនសាយកំប្រុករួមទាំងកូនកេងកងផងនោះស្រាប់តែឃើញលលកមួយគូហើរមកទុំលើមែកឈើខាងក្រោមនោះភ្លាមកុមារខែមក្រឡេកមើលទៅឃើញលលកត្រូវរបួសភ្លៅខាងឆ្វេងកំពុងតែមានឈាមស្រក់តក់មកលើស្លឹកឈើនៅខាងក្រោមឃើញដូច្នោះកុមារខែមនិងពួកសត្វដែលមកលេងជាមួយបាននាំគ្នាចាំមើលដោយក្តីអាណិតអាសូរក្រៃលែងពេលនោះសត្វលលកញីនិយាយទាំងទឹកភ្នែកថាអូយឪវាខ្ញុំឈឺចុកចាប់ណាស់ហើរទៅមុខមិនរួចទេច្បាស់ជាកូនតូចរបស់យើងនៅឯសម្បុកអត់ចំណីហើយថ្ងៃនេះលលកឈ្មោលនិយាយលួងលោមប្រាប់ប្រពន្ធថាម៉ែវាកុំនិយាយខ្លាំងពេកក្រែងព្រានព្រៃស្ដាប់ឮគាត់ខឹងនឹងបាញ់យើងទៀតលលកញីពោលតិចព្រានព្រៃនេះចិត្តអាក្រក់ណាស់លលកឈ្មោលក៏តបវិញថាអញ្ចឹងហើយបានជាកូនគាត់កំព្រាម្ដាយនឹងស្ដាប់ឮដូច្នេះខែមក៏ស្រែកប្រាប់បងលលកអើយខ្ញុំសុំទោសជំនួសពុកផងពេលដឹងថាកុមារខែមជាកូនព្រានព្រៃលលកញីឈ្មោលភ័យណាស់ក៏ខំទៅទះស្លាបហើភ្លាមប៉ុន្តែលលកញីងងឹតមុខពេកក៏ហើរទៅប៉ះនឹងមែកឈើបណ្ដាលឲ្យធ្លាក់ក្រឡាប់ផ្កាប់ផ្ងាឃើញលលកញីធ្លាក់មកទៅនឹងស្លឹកស្បូវកុមារខែមបានស្ទុះទៅចាប់លើកថ្នមជាមួយនឹងពាក្យថាអ្នកកំភៃចាំខ្ញុំជួយលលកឈ្មោលឃើញហើយត្រេកអរណាស់ក៏ហើរចុះមកជិតកុមារខែមយកជ័រប្រទាលបន្តក់លើរបួសលលកញីរួចទៅគេយកស្លឹកគ្រៃ3សន្លឹកខ្លីល្មមញីឲ្យទួករុំពីលើថ្នមរួចខែមបបួលកូនសត្វជាមិត្តទាំងអស់យកលលកញីនោះទៅដាក់នៅសម្បុកវាវិញថ្ងៃជិតត្រង់ព្រានជាឪពុកត្រឡប់ពីព្រៃបាញ់សត្វវិញគាត់ឆ្ងល់ព្រោះមិនឃើញកុមារខែមពេលនោះគាត់ក៏បានដាំស្លរួចហើយព្រានព្រៃរៀបនឹងហូបបាយតែកុមារខែមត្រឡប់មកខ្ទមវិញឃើញមុខកូនមិនសប្បាយចិត្តស្មានថាកូនឃ្លានបាយគាត់ក៏ហៅភ្លាមមកហូបបាយស
សម្លម្ជូរគ្រឿងសាច់ទន់សាយឆ្ងាញ់ណាស់កូនឮដូច្នេះកុមារខេមក៏យំខ្សឹកខ្សួលអ៊ូលអាក់តែម្នាក់ឯងអង្គុយនៅនឹងកម្មចិន្តាខ្ទមដោយនឹកឃើញទៅដល់កូនទន់សាយជាមិត្តដែលត្រូវប្រត់មេព្រានព្រៃឃើញកូនយំគាត់ក៏សួរហើយទៅលួងកូនបណ្ដើរដឹកដៃមកកន្លែងហូបបាយបណ្ដើរជូតទឹកភ្នែករួចកុមារខេមក៏ដើរទៅយកល្ងបុកដែលសល់ពីល្ងាចមកហូបបាយជាមួយឪពុកព្រានព្រៃឆ្ងល់ក៏សួរកូនភ្លាមហេតុអ្វីបានជាកូនមិនហូបសម្លខេមក៏ឆ្លើយថាខ្ញុំមិនហូបទេព្រោះជាសាច់ម្ដាយរបស់មិត្តកូនឮដូច្នេះគាត់ក៏គិតថាខំរកដើម្បីកូនបើកូនមិនហូបតើខំដើម្បីអ្វីខេមនិយាយបន្តពុកកាលពីព្រឹកមិញលលកញីដែលពុកបាញ់ត្រូវផ្លូវបាននិយាយគ្នាថាមកពីពុកបាញ់សម្លាប់សត្វរាល់ថ្ងៃនឹងទៅកូនកំព្រាម្ដាយព្រានព្រៃអង្អែលក្បាលកូនរួចនិយាយថាកូនសម្លាញ់ពីថ្ងៃនេះទៅពុកឈប់ដើរបបបាញ់ទៀតហើយខេមនិយាយទាំងលើកដៃសំពះថាកូនអរគុណណាស់ពុកចាប្រិមត្តអ្នកស្ដាប់ជាទីមេត្រីរឿងកុមារចេះភាសាសត្វក៏បានបញ្ចប់ទៅហើយដែលរឿងនេះចាកំសត់បន្តិចណាសម្រាប់ថ្ងៃនេះអញ្ចឹងបងប្អូនទាំងអស់គ្នាប្រហែលជាកំពុងតែជក់ចិត្តជាពិសេសបងប្អូនកុមារចាហើយអត្ថន័យនៅក្នុងរឿងនេះគឺល្អមែនទែនចាគ្រប់សត្វធម្មជាតិព្រៃព្រឹក្សាទាំងអស់សុទ្ធតែជាមិត្តរបស់មនុស្សទោះបីជាសត្វមានឈ្មោះជាសត្វហើយរុក្ខជាតិនឹងក៏មានឈ្មោះជារុក្ខជាតិក៏ដោយក៏មានការឈឺចាប់ក៏ដឹងពីអារម្មណ៍នៃការបាត់បង់ចាក៏មានអារម្មណ៍ថាខ្លោចផ្សាដូចមនុស្សដែរជាពិសេសសត្វដែលត្រូវបានឪពុករបស់ខេមគាត់បាញ់ណាអញ្ចឹងកុមារហ្នឹងគាត់ចេះភាសាសត្វគាត់អាចស្ដាប់ឮថាសត្វនឹងនិយាយថាម៉េចដូច្នេះហើយគាត់នឹកឃើញដល់ពេលដែលគាត់រស់នៅបច្ចុប្បន្នជាមួយឪពុកហ្នឹងព្រោះតែការធ្វើបាបធ្វើអំពើបាបរាល់ថ្ងៃបែបហ្នឹងទើបគាត់កំព្រាម្ដាយរបស់គាត់